ហើយអ្នកថៅកែមិនទៅយកនាងលីនពីពេទ្យទេមិនមិនទៅទុកកន្លែងឲ្យនាងការឈឺចាប់របស់ខ្ញុំគាត់មិនគួរទ្រាំជាមួយខ្ញុំទេលោកម្ចាស់ខ្ញុំគិតថាអ្នកគួរតែព្យាយាមសម្រាប់ឱកាសមួយទៀតសម្រាប់អ្នកគ្មានលេខ0ឲ្យទី2នៅលើលោកនេះទេក្រោមឆោតល្ងងមានទី2នៅពេលដែលផ្កាយធ្លាក់ក្នុងភ្នែករបស់អ្នកនៅពេលយប់ខ្ញុំនៅតែធ្លាក់ចុះសូមរក្សាភ្នែករបស់អ្នកឲ្យកក់ក្ដៅនៅថ្ងៃរដូវក្ដៅដ៏ក្ដៅគប់ដោយមិនចេញទៅខាងក្រៅក្នុងខ្យល់ត្រជាក់កញ្ញាធានត្រឡប់មកវិញហើយថ្ងៃនេះខ្ញុំនឹងចម្អិនអាហារថ្ងៃត្រង់មុខម្ហូបពិសេសអរគុណបងស្រីរ៉េងអ្វីអញ្ចឹងតើអ្នកគិតថានេះជាអ្វីយប់ជ្រៅចុះយើងចិញ្ចឹមឆ្មាជាមួយគ្នាអ្នកអាចធ្វើអ្វីដែលអ្នកចង់បានបន្ទាប់មកដាក់ឈ្មោះឲ្យគាត់ហៅថាទួនជុំនឹងជុំមកកូនឆ្មាឯងមានឈ្មោះហើយហេឈ្មោះទាំងនេះជាឪពុកអបវាឲ្យលឿនហៅអ្នកអ៊ំខ្ញុំដាំការទាំងនេះជាមុនហើយទិញគ្រាប់ពូជសម្រាប់ចំការនៅខាងក្រោយអ្នកជាមុនសិនគួរឲ្យអាណិតណាស់តោះដាំត្រសក់ស្បែកក្តោបរ៉ាឌីនិងស្លឹកតូចផ្សេងទៀតតើអ្នកចូលចិត្តញ៉ាំត្រសក់ឬពងទាទេខ្ញុំមិនជ្រើសរើសកាត់សក់ទេអូខេអត់អីទេខ្ញុំនឹងមើលថែគ្រប់យ៉ាងឲ្យម៉ងគីផកបងប្រុសឆេវខ្ញុំនឹងទុករបស់នេះនៅទីនេះសម្រាប់អ្នករាល់ព្រឹកចាប់ពីពេលនេះទៅមកខ្ញុំបើកភ្លេងហើយអ្នកអាចតាមខ្ញុំទៅរោងការ៉េនិងហាត់ប្រាណមានខ្ញុំនៅតែមានខ្ញុំទីនោះមានខ្ញុំត្រូវរៀនឲ្យបានល្អមានខ្ញុំនៅទីនោះខ្ញុំចង់រំដែរអត់អីទេក្រុមរោងការ៉េរបស់យើងនឹងបង្កើតជាផ្លូវការអូមិនយើងសាកល្បងឥឡូវនេះផ្កាដ៏ស្រស់ស្អាតបំផុតនៅក្នុងវាលស្មៅសារីឡាំងក្រហមដ៏កាច់សាហាវសុបិននៃចុងបញ្ចប់នៃពិភពលោកវាជាក្លិនក្រអូបនៃផ្កាជាមួយនឹងគាត់នៅក្នុងចិត្តខ្ញុំអាចមើលទៅក្រោយរាប់ពាន់គីឡូម៉ែត្រដោយគ្មានអូហូប្អូនស្រីរបស់អ្នកអាយ៉ាហេបាទទៅសូមគំរោះនៅតាមការរំពឹងទុកសិនយាយអញ្ចឹងតើវានឹងរំខានអ្នកទេប្រសិនបំដាយនឹងជីតារបស់ខ្ញុំនៅទីនេះគ្មានផ្លូវទេផ្ទះឥឡូវនេះវាបានคล้ายជារស់រវើកណាស់វាជាអារម្មណ៍ដែលខ្ញុំមិនធ្លាប់មានពីមុនមកនោះជាការល្អយប់ជ្រៅមានអ្នកណានិយាយទេអ្នកមើលទៅពិតជាសង្ហាណាស់ហេតុអ្វីបានជាអ្នកនិយាយភ្លាមបែបនេះខ្ញុំទ្រាំយូរហើយព្រោះខ្លាចយាយអាក្រក់ពេកសូមក្រឡេកមើលចិញ្ចើមរបស់អ្នកសាច់ញាតិច្រមុះនឹងមាត់ក្រៅពីគ្រប់ទីកន្លែងមើលទៅត្រឹមត្រូវពិតអ៊ំខ្ញុំស្ទើរតែឆ្លុះវង្វេងប៉ុន្តែខ្ញុំនៅតែចង់ឃើញអ្នកនៅក្នុងឈុតនោះគឺគ្រាន់តែជាអ្នកត្រួតត្រាក្នុងការវាយប្រហារស្រមុកតើអ្នកនៅតែមើលរឿងខ្លីទេមានបរិសម្នាក់សង្ហាច្រើនណាស់នៅទីនេះមើលលីយូលីងពួកគេម្នាក់បានបាត់បង់ Airbus 8កញ្ចប់បន្ទាប់ពីត្រូវបានប៉ះពាល់នឹងព្រះអាទិត្យស្រមុកគេស្អាតឬខ្ញុំសង្ហាអ៊ំខ្ញុំចង់គិតពីមួយខ្ញុំនឹងទៅគួរស្អាតឬខ្ញុំសង្ហាសង្ហាជាងនឹងទៀតខ្ញុំគិតអញ្ចឹងអ្នកមិនត្រូវបានគេមនុស្សល្ងងចាប់បានទៀតហើយអូមតើអ្នកបានឮពីអ្នកណាការកែសម្រួលរបស់ខ្ញុំស្រឡាញ់យឺតខ្ញុំតែងតែមានអារម្មណ៍នោះ
កើតឡើងមិនដែលមានអ្នកមិនដែលមានអារម្មណ៍អែលអ្នកមិនដែលមានអារម្មណ៍ អញ្ចឹង ខ្ញុំមិនដែលសួរទេខ្ញុំនឹងជាអ្នកឲ្យខ្ញុំស៊ីហ្គេមរបស់ខ្ញុំ ខ្ញុំបានបោះបង់ បោះពុំ អត់អីទេអូខេប្តីយើងចូលគេងឲ្យបានលឿនស្អែកឡើងរំអត់ប្តី អ្នកមិនអាចនិយាយបែបនោះទេ មិនអីទេប្រពន្ធខ្ញុំចូលចិត្តស្ដាប់វាណាស់ប្រពន្ធរឹង គេងឲ្យខ្ញុំ ដល់ពេល Cherry Jessia ភេងនឹងយ៉ាងហាត់ប្រាណហើយ 8 អូទេខ្ញុំមិនអាចស្ដាប់ទៀតទេ អ៊ុំ បាទខ្ញុំមានកម្លាំងនឹងមធ្យោបាយច្រើន Cherry តើអ្នកហត់ទេគៀវព្រម ខ្ញុំមិនដឹងទេ អញ្ចឹងព្រោះមិនហត់ទេតោះទៅដាំបន្លែជាមួយម៉ាក់និងជីតាអូខ្ញុំ បន្ទាប់មក ខ្ញុំនៅទីនេះ ហេមីងហេទីធ្លាខាងក្រោយរបស់អ្នកពិតជាធំណាស់ភ្លៀងហើយអូ តើត្រូវចំណាយពេលប៉ុន្មាន បាទមិនអីទេ អូលោកតាបន្ទាប់ ហេប៉ាអ្នកជាមនុស្សចាស់មានខ្ញុំមិនមានសុខភាពល្អទេចុះបើនាងដួល តើយើងគួរធ្វើអ្វីចំពោះរឿងនេះបុរសម្នាក់យើងប្រកាសជាលឿនជាងអ្នកដទៃ យ៉ាវ3 2 1 3លោកម្ចាស់មកម៉ាក់សុំបន្ថយល្បឿន ម៉ាក់កុំបារម្ភអីជ្រើសរើសមួយណាដែលមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការម្នាក់នេះចាស់ហើយមួយទៀតនៅក្មេង ហេឈៀវតើអ្នកគិតថាប្រសិនបើគាត់តែងតែសប្បាយចិត្តតើជំងឺរបស់គាត់អាចពន្យាពេលបានទេ បានកើតឡើង ប្រហែលជាដូច្នេះ បើមានពេលខ្ញុំចង់ទៅគោរពលោកឪពុកសូមឲ្យឆៃអូយេមានអាយុយឺនយូរ ប្រកាសជានឹងប្រយុទ្ធមានហេនេះជាលេខគួរឲ្យចាប់អារម្មណ៍ ក្មេងនេះពិតជាពូកែមែន ឥឡូវនេះ ជីតាម៉ាក់ តើនេះជាអ្វីនេះហាក់ដូចជាការប្រមូលផ្ដុំអ្នកជំងឺមួយចំនួនរៀងរាល់ថ្ងៃសៅរ៍បើចង់អានចាំខ្ញុំមើលមានការគឺសម្បូរបែបណាស់ ជីតា អ្នកបាននិយាយថាយើងនឹងរៀបចំកម្មវិធីរ៉ៃឆៅសម្រាប់ក្រុមប្រឹក្សាខេត្ត ចុះវាវិញ ហេខ្ញុំគិតថាវិធីសាស្ត្រនេះនឹងដំណើរការ គៀវព្រមអ៊ុំកុំស្រឡាញ់ខ្ញុំចៅវាយ សូមជួយខ្ញុំតាក់ទងមេធាវីនៅថ្ងៃស្អែកបាទចៅហ្វាយតើអ្នកចង់ទុកមរតករបស់អ្នកទាំងអស់ឲ្យកញ្ញាលីនទេខ្ញុំសង្ឃឹមថានៅពេលអនាគតទោះបីជាខ្ញុំមិននៅទីនេះទៀតទេជីវិតរបស់គាត់ក៏អាចគ្មានកង្វល់ដែរ ល្អណាស់ កុំប្រាប់គាត់អំពីរឿងនេះទោះបីជាគាត់ហាក់ដូចជាមិនខ្វល់ក៏ដោយគាត់បានគេងមិនលក់ស្រួលប៉ុន្មានថ្ងៃកន្លងមកនេះតាមពិតខ្ញុំដឹងទាំងអស់ខ្ញុំនឹងរក្សាវាជាការសម្ងាត់ហើយមិនបង្ហាញពាក្យមួយម៉ាត់ ប្តីហេតុអ្វី បើថ្ងៃស្អែកអាកាសធាតុល្អតើយើងទៅបោះជំរំយ៉ាងណា